ទូស្ដីប្រិមត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជួបគ្នាស្ដាប់ជាថ្មីបំទៀតហើយជាមួយនឹងខ្ញុំបាទ MC កុសលធីបក្នុងការវិភាគបាល់ទាត់3គូប្រចាំលីកកំពូលយប់នេះយើងមានការប្រកួតរវាងក្រុមកំភ្លើងធំ Arsenal ត្រូវទៅសួរសុខទុក្ខក្រុម New York West Ham ជំនួបអ្នកមាន Paris Saint-Germain បាទវាក្លាឋាន Paris France ទទួលក្រុម Brest ចំណែកគូយៈរបស់យើងយប់នេះគឺជំនួប El Clasico រវាងក្រុមអ្នកមាន Barcelona ប៉ះជាមួយនឹងក្រុម Atletico Real Madrid តោះកុំឲ្យខាត់ពេលយូរយើងទៅដល់ការវិភាគរបស់យើងតែម្ដងគូទី1ការប្រកួតរវាងក្រុម New York West Ham បាទវាក្លាឋាន London Stadium ទទួលក្រុមកំភ្លើងធំ Arsenal ក្រុមទាំងពីរនេះគឺមានប្រវត្តិជួបគ្នាបាទ5ប្រកួតចុងក្រោយបាទកំភ្លើងធំ Arsenal បាទឈ្នះ4លើកទៅហើយហើយក្រុម West Ham ឈ្នះតែ1លើកប៉ុណ្ណោះនៅចុងក្រោយក្រុម West Ham ចាញ់ក្រុម Arsenal 2-0 ការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ West Ham គឺធ្វើមិនបានល្អនោះទេបាទគឺចាញ់ទៅលើ Brentford 3-0 ឯណោះចំណែកក្រុម Arsenal វិញក៏បានយកឈ្នះទៅលើក្រុម Fulham 3-0 ដូចគ្នានេះបើតាមការវិភាគរបស់ admin គូទី1នេះដែរ admin គេថា Arsenal អាចនឹងយកឈ្នះបានទៅលើក្រុម West Ham តែម្ដង Arsenal ត្រូវការបន្ទុកបន្តទៀតដើម្បីរក្សាតំណែងលេខ1បន្ទាប់ពី Man City បាទឈ្នះទៅលើក្រុម Brentford 3-0 ជាមិញគឺបន្ទុកកំពុងតែប្រទីនផ្ទុំគ្នាមែនទែនកាន់តែក្តៅកគុកហើយគូទី2ការប្រកួតរវាងក្រុម Paris Saint-Germain ត្រូវប៉ះជាមួយនឹងក្រុម Brest Paris បច្ចុប្បន្នឈរលើកំពូលតារាងមាន70បន្ទុកលើក្រុមលេខ2 Lens ត្រឹមតែ3បន្ទុកប៉ុណ្ណោះចំណែកក្រុម Brest បាទមានលេខរៀងទី12មាន38បន្ទុកជំនួបជួបគ្នា5ប្រកួតចុងក្រោយបាទក្រុម Paris ឈ្នះទាំង5ប្រកួតតែម្ដងការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Paris Saint-Germain ក្នុងលីកគឺបានត្រឹមតែស្មើជាមួយនឹងក្រុម Lorient 2-2 ហើយក្រុម Brest ក៏បានចាញ់ទៅលើក្រុម Paris FC បាទ4-0 ផងដែរតាមការវិភាគរបស់ admin គូទី2នេះដែរ admin គិតថា Paris នឹងឈ្នះបន្តទៀតទៅលើក្រុម Brest ពួកគេនឹងឈរនៅលើកំពូលតារាងបន្តទៀតដើម្បីរក្សាតំណែងលេខ1គូទី3ជាគូពិសេសជំនួប El Clasico រវាងក្រុមអ្នកមានបុណ្យ Barcelona បាទពីកីឡាដ្ឋាន Camp Nou ទទួលស្វាគមន៍ក្រុម Real Madrid យើងមកមើលចំនួនជួបគ្នា5ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ Barcelona បាទគឺឈ្នះទៅលើក្រុម Real Madrid 4លើកទៅហើយចំណែក Real ឈ្នះតែម្ដងប៉ុណ្ណោះការប្រកួតចុងក្រោយរបស់ក្រុម Barcelona ម្ចាស់ផ្ទះគឺបានយកឈ្នះទៅលើក្រុម Osasuna 2-1ចំណែកក្រុម Real Madrid វិញក៏បានយកឈ្នះទៅលើក្រុម Espanyol 2-0ដូចគ្នានេះបើតាមការវិភាគរបស់ admin គូទី3នេះដែរជាជំនួបដ៏តានតឹងបំផុតប៉ុន្តែសម្រាប់បន្ទុកវិញក្រុម Barcelona នៅលើកំពូលតារាងហាក់ដូចជាមានព្រៀបបន្តិចទៅហើយទៅលើក្រុម Real Madrid ចុះបងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់ admin កុំភ្លេច comment នៅក្នុងវីដេអូនេះជួយចុច like subscribe និង share ដើម្បីទទួលបានវីដេអូថ្មីៗពីការវិភាគបាល់របស់ admin ជួបគ្នានៅវីដេអូក្រោយ